ដល់ហើយយើងមកតឈុតឆាកបន្ថែមទៀតឯអ្នកនរគ្នាការពីវីដេអូនៅប្រជុំបាទនេះគឺជាប្អូនជីដូនមួយខ្ញុំបាទគេឈ្មោះរក្សាបាទនិយាយពីថាថ្ងៃហ្នឹងគឺជាទូឯកតែម្ដងបាទគឺយំអូនិយាយពីថាមុខវិញបាទគឺមិនណយទេបាទដេកឲ្យយំឲ្យដេកឲ្យយំមានណាគេទប់ឈ្នះទេតែគេខ្ជូតគេមើលយូរទៅកាន់តែខ្ជូតទៅអញ្ចឹងណាឥឡូវដល់វគ្គស្រីស្អាតម៉ាក់របស់ខ្ញុំនេះគឺតែងខ្លួនតែងអីបាទដឹងទៅណាទៅណីទេថាទៅផ្សារគាត់ទៅផ្សារទេតែងខ្លួនប៉ុណ្ណឹងអីនិយាយពីតែងខ្លួនតែងដល់កយពីខ្ញុំវិញណាគឺថាទឹកមិនតាន់បានមុជអីទេបាទមកពីពេញរហូតមកដល់ស្រុកបាទអញ្ចឹងមានតែប៉ុណ្្នឹងទេណាគឺថាយើងមនុស្សប្រុសអត់មានបានត្រូវទៅតែងអីផ្ដេសផ្ដាស់ទេរួចពីតែងខ្លួនហើយមិនតាន់បានទៅផ្សារគឺអង្គុយមើលក្មួយទៀតហើយអ្នកម្ដាយខ្ញុំបាទក្មួយបើហ្នឹងគេហៅចូលក្មួយបើទៀតណាពីព្រោះអីបើសិនជាដាក់នៅក្នុងផ្ទះហ្នឹងវាល្ងឹតពេកមូដល់ពេលអញ្ចឹងទៅលើកមកខាងក្រៅបន្តិចទៅណាមួយទៅវាល្ងាចតិចហើយអញ្ចឹងវាអត់សូវក្តៅដល់ពេលអញ្ចឹងទៅគេដេកលក់ឡើងភើយតែម្ដងបើរាប់ពីឥឡូវមកដល់បច្ចុប្បន្នវាដូចតែគ្នាបើតែមើលនិយាយក្មេងៗនៅក្នុងគ្រួសារតកោយាយខ្ញុំក្មេងៗនៅសល់3 4នាក់ហ្នឹងទៀតដែរបានឡើងមកធំបដាហើយអ្នកទាំងអស់គ្នាអើយហើយចាំមើលរូបកូនតូចអ៊ីឌីត